spaghetti នេះពណ៌ខ្មៅមែនប៉ុន្តែបើហូជាវិញគឺ the best ហ្មងហើយបើភាសាអ៊ីតាលីមួយនេះហូជាក៏មិនណយដែរទៅពេលដែលខាំមកឈីឡើងតាញហ្មងនៅមានម្ហូបតំណច្រើនជាងនឹងទៀតអញ្ចឹងហើយខ្ញុំស្គាល់នឹងគឺតាម TikTok ទេដោយសារតែខ្ញុំឃើញហាងអ៊ីតាលីនៅកន្លែងហ្នឹងគឺគេរកខ្ពស់មែនតើហ្មងដល់ពេលចឹងទៅក៏មកសាក់ដែរអាហារបកនហ្នឹងឈ្មោះភាសាម៉ូរីមេត្រូទៅនៅម្ដុំទន្លេបាសាក់ដែរទេពេលដែលចូលទៅដល់ហ្នឹងគឺសវានៅខាងគាត់តែយើងមែនតើហ្មងហើយបើកន្លែងអង្គុយវិញក៏អែមទៀតនិយាយទៅរៀបចំចេញមករបៀបថាដូចយើងមកញ៉ាំអីនៅផ្ទះខ្លួនឯងអញ្ចឹងគ្រាន់តែខ្ញុំមែនតើគឺទូជានឹងទេប៉ុន្តែមកញ៉ាំនៅហ្នឹងគឺ feeling ដូចគ្នាអញ្ចឹងតាមខ្ញុំសួរអ្នកធ្វើការនៅហ្នឹងទុំដឹងថានៅកន្លែងគាត់ហ្នឹងគឺបើករយៈពេល9ឆ្នាំហើយណាអញ្ចឹងតើបើកន្លែងរបស់គេហ្នឹងគឺមាន standard ខ្ពស់ទាំង service ទាំងម្ហូបអីហ្នឹងហើយនេះគឺជាអំណោយនៅខាងគាត់របស់គេមានតាជំរឿដែរអញ្ចឹងមានតាំងពីរបៀបម្ហូប starter ហ្នឹងគឺម្ហូបចាប់ដើមហើយបន្តមកទៀតដល់វគ្គ pizza ឬមកក៏ spaghetti ឬមកក៏អីផ្សេងទៀតអញ្ចឹងនិយាយទៅមានច្រើនទៅដល់ហ្នឹងខ្ញុំក៏បានកំងម្ហូប starter ដែរអញ្ចឹងម្ហូបមួយហ្នឹងគឺយើងញ៉ាំដំបូងគេអស់ហ្មងញ៉ាំបដាផឹកជាមួយត្រាបៀបដានិយាយទៅហូចឆ្ងាញ់ហ្មងបន្ទាប់ពីញ៉ាំហើយដល់នីតិរបស់គេគឺដល់វគ្គ pizza ម្ដងសម្រាប់ pizza ហ្នឹងគឺខ្ញុំរើយក signature ប្រចាំហាងហ្មងបើហូជីក៏ឆ្ងាញ់ដែរនៅមាន pizza ច្រើនជាងនឹងទៀតអញ្ចឹងហើយទាំងអស់ហ្នឹងហ្មងគឺហូជីដើមមកពីអ៊ីតាលីហ្មងដល់វគ្គបន្ទាប់នេះគឺ spaghetti ខ្មៅនេះខ្ញុំចង់ញ៉ាំយូរមែនតើហ្មងនិយាយទៅគឺមើលអន្តណហ្មងហើយក្លិនក៏ឈ្ងុយទៀតពណ៌ខ្មៅហ្នឹងគឺជាប្រភេទទឹកមុខដែលគេយកមកធ្វើ spaghetti ហ្មងពេលដែលញ៉ាំទៅក៏អត់ឆ្អាបទេហូជីក៏ឆ្ងាញ់ដែរនិយាយទៅ recommend មែនតើហ្មងបើបន្តមកទៀតគឺជា steak saiko និយាយទៅនៅខាងគាត់ហ្នឹងអត់មានប្រើទឹកសោះទឹកអីទេ steak saiko ហ្នឹងគឺមានជាតិស្រាប់ហ្មងពេលដែលញ៉ាំទៅឡើង juicy ហ្មងបើញ៉ាំគឺកុំភ្លេចហៅ red wine ផងនិយាយទៅហូជីពីរហ្នឹងគឺ combo គ្នាល្អហ្មងបើចង់ក្រោយគេនេះវិញគឺផ្អែមនិយាយទៅដែរភ្លេចទេគឺ tiramisu លាយជាមួយនឹង pistachio និយាយទៅហូជីឆ្ងាញ់សរុបហ្មងគឺឆ្ងាញ់សឹងទាំងអស់ហ្មងអញ្ចឹងតើបើកន្លែងគាត់ហ្នឹងមានគេរកខ្ពស់មកមែន